ថ្មីបងប្អូនឥឡូវនេះខ្ញុំចង់ប្រាប់បងប្អូនអំពីការដែលយើងយកគំនិតស្នាដៃស្ត្រីដែលច្នៃចេញអំពីប្រធានបទអច្ឆរិយៈអង្គរហ្នឹងយកមកធ្វើជាកន្ទោះអាវជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាអំពីព័ត៌មានមួយពាក់ព័ន្ធទៅនឹងការដែល Dream Girl បានសម្រេចយកស្នាដៃរបស់ក្មេងស្រីដែលបានដាក់ប្រកួតនៅក្នុងកម្មវិធី Dream Girl ឆ្នាំ2025ដើម្បីយកទៅផលិតជាកន្ទោះអាវដែលយើងអាចយកមកប្រើប្រាស់ជាប្រយោជន៍ដូចជាការខ្ទាស់ដាក់អាវខ្ទាស់កាបូបឬក៏យុវវ័យជាច្រើនដែលគាត់គ្រប់គ្រងនៅស្នាដៃនិង mode design បែបរចនានិងបែបស្នាដៃអង្គរឬក៏បែបអច្ឆរិយៈរបស់ស្ត្រីឬក៏អច្ឆរិយៈអង្គរដែលជាស្នាដៃរបស់យុវវ័យខ្មែរដែលបានដាក់ប្រកួតនៅក្នុងឆ្នាំ2025នេះហើយបងប្អូននេះគឺជាស្នាដៃទាំងអំបម៉ានដែលកម្មវិធី Dream Girl បានសហការជាមួយនឹងក្រុមហ៊ុន Print មួយបានផលិតនៅកន្ទោះអាវហ្នឹងហើយចំពោះតម្លៃក៏ដូចជាការតាក់ទងនានានៅក្នុងការដែលបងប្អូនចង់បាននិងគ្រប់គ្រងនៅស្នាដៃទាំងអស់នោះបងប្អូនអាចតាក់ទងទៅកាន់ page ខាងក្រោមនេះខ្ញុំនឹងដាក់ link page ហ្នឹងដើម្បីឲ្យបងប្អូនអាចតាក់ទងទៅចង់បានរបៀបម៉េចគឺតាក់ទងទៅម្ចាស់ page យ៉ាងណាក៏ដោយបងប្អូនចំពោះកន្ទោះអាវនេះដូចខ្ញុំបានផ្សាយកន្លងមកគឺកាលពី2ខែមុនគឺ Dream Girl ចំនួន2025ហ្នឹងគឺបានប្រកាសរកស្នាដៃស្ត្រីខ្មែរដែលមានការច្នៃប្រឌិតក្នុងការគូរគំនូរបែបអច្ឆរិយៈអង្គរដើម្បីដាក់ប្រកួតហើយក្នុងនោះយើងក៏បានជ្រើសរើសនៅម្ចាស់ស្នាដៃម្នាក់ដាក់ជាពានរង្វាន់លេខ1និង3នាក់ក៏ដូចជា10នាក់ក៏ដូចជា5នាក់ទៅតាមពានរង្វាន់ដែលម្ចាស់ sponsor នៃការចូលរួមកម្មវិធីហ្នឹងគឺគាត់យកមកដើម្បីធ្វើជា concept យើងដឹងហើយថារចនានៃការច្នៃហ្នឹងគឺគាត់យកមកធ្វើជាស្រោមប្រអប់ឬក៏ស្រោមកញ្ចប់ឬក៏ធ្វើជាអីមួយដែលវាគឺជាគំនិតច្នៃប្រឌិតមួយដែលប្រទេសជាច្រើនដែលគេគ្រប់គ្រងហើយក្នុងនោះប្រទេសជប៉ុនគឺជាប្រទេសមួយដែលនិយមគ្រប់គ្រងបែបច្នៃប្រឌិតបែបហ្នឹងហើយនៅពេលដែលគាត់មកកាន់ស្រុកខ្មែរគាត់ក៏មាន concept នៅក្នុងការគ្រប់គ្រងផលិតផលនេះ